សម្រាប់រឿងរ៉ាវរបស់យើងនៅក្នុងថ្ងៃនេះគឺវាបានកើតឡើងនៅក្នុងភូមិមួយដែលនៅក្នុងថ្ងៃមួយនៅក្នុងភូមិនោះមានពូម្នាក់គឺគាត់បានស្លាប់នៅក្នុងទឹកដោយគេអត់ដឹងថាគាត់ស្លាប់ដោយសារតែលូនទឹកឬមួយក៏យ៉ាងណានោះទេដោយដឹងថាសពរបស់គាត់ត្រូវបានគេរកឃើញនៅក្នុងទឹកហើយក្រោយពីការស្លាប់របស់ពូនោះហើយរឿងរ៉ាវនឹកចម្លែកនៅក្នុងភូមិបានកើតឡើងជាបន្តបន្ទាប់រឿងនេះបានកើតឡើងនៅក្នុងឆ្នាំ2015នៅក្នុងភូមិនោះគឺជាតំបន់ដែលមកជាប់មាត់ទន្លេហើយកាលនោះមានពូម្នាក់គាត់នៅក្នុងភូមិនោះគឺគាត់មានឈ្មោះថាពូទូដោយពូទូគាត់មានប្រពន្ធនិងកូន2នាក់តែកាលនោះមិនដឹងជាមានបញ្ហាអ្វីកើតឡើងគាត់ទាំងពីរនាក់ប្តីប្រពន្ធក៏បានឆ្លោះគ្នាហើយក៏បែកបាក់គ្នាដែរហើយដោយសារតែមានការខូចចិត្តពេកពេលនោះពូទូក៏បាក់ស្រាស្រវឹងខូបព្រឹកខូបល្ងាចអស់រយៈពេលប្រហែលជា1ខែដល់បាន1ខែក្រោយមកមិនដឹងជាមានបញ្ហាអ្វីពូទូក៏មានអារម្មណ៍ថាចង់ទៅបួសដើម្បីរកធម៌ឲ្យចិត្តស្ងប់ហើយវត្តដែលគាត់ចង់ទៅបួសនោះគឺនៅក្នុងវត្តមួយនៅឆ្ងាយពីភូមិរបស់គាត់រស់នៅប្រហែលជា10គីឡូម៉ែត្របានទៅដល់វត្តនោះក្រោយពីសម្រេចចិត្តបែបនឹងហើយក៏មានថ្ងៃមួយពូទូក៏បានយកទូកមួយរបស់អ្នកភូមិជិះទៅនៅពេលដែលយកទូកគេនោះជិះទៅគាត់មិនបានសុំគេនោះទេគឺគាត់យកជិះទៅតែម្ដងតែមិនមែនគោលម្ដងលួចនោះទេគឺគាត់គ្រាន់តែខ្ចីយកទៅជិះសិនតែប៉ុណ្ណោះកាលនោះគឺជាកែទឹកលិចវាគ្រាន់តែជាពេលវេលាដែលទឹកស្រកតែប៉ុណ្ណោះពេលនោះពូទូក៏បានជិះទូកចេញទៅហើយរហូតដល់ស្អែកឡើងក៏មានអ្នកភូមិ2នាក់គាត់ក៏បានអុំទូកដើម្បីលើកមកអុំចិត្តដល់កន្លែងទៅហើយស្រាប់តែពួកគាត់ទាំង2នាក់បានឃើញទូកមួយអណ្ដែតនៅកណ្ដាលទឹកអត់ឃើញមានមនុស្សជិះទេឃើញចឹងពួកគាត់ក៏បានទៅជិតទូកនោះដើម្បីមើលថាតើទូកចឹងនោះជាទូករបស់អ្នកណានៅពេលដែលអុំទៅដល់ជិតទូកនោះពួកគាត់ក៏ឃើញថាទូកនោះទៅទេអត់មានសម្ភារៈនេសាទនោះទេឃើញតែមានថង់មួយពណ៌ក្រហមមានលុយនៅក្នុងនោះខ្លះនិងមានទូរស័ព្ទមួយគ្រឿងឃើញដូច្នោះពួកគាត់ក៏ឆ្ងល់ថាម្ចាស់ទូកនោះទៅណាហេតុអ្វីក៏បានបណ្ដែតទូកនេះនៅចោលដូច្នេះពេលដែលគិតដូច្នេះហើយពួកគាត់ក៏បានក៏លេចមើលភ្នែកក្នុងទឹកនៅខាងក្រោមទូកស្រាប់តែពេលនោះគឺពួកគាត់បានឃើញពូទូកំពុងតែតោងស្មៅជៀននៅក្រោមទឹកស្លាប់បាត់ទៅហើយរបៀងសពដែលគាត់ឃើញនៅពេលនោះគឺសពនោះគឺដៃគាត់តោងស្មៅយ៉ាងជាប់មិនដឹងថាគាត់លូនទឹកឬមួយក៏មានបញ្ហាអ្វីឲ្យពិតប្រាកដនោះទេគ្រាន់តែឃើញថាសភាពសពគាត់នោះគឺចម្លែកពេលនោះដែរទឹកក៏ចាប់ដើមស្រកវាមានអារម្មណ៍ថាមើលទៅឃើញទឹកថ្លាហើយអាចមើលឃើញសពនិងមើលឃើញស្មៅផងដែរជម្រៅទឹកប្រហែលជា1ម៉ែត្រអីតែប៉ុណ្ណោះហើយដូច្នេះហើយអ្នកភូមិ2នាក់ដែលបានឃើញពួកគាត់ក៏បានយកទូរស័ព្ទពូទូខលទៅសាច់ញាតិពួកគាត់ដើម្បីផ្ដល់ដំណឹងក្រោយពីដឹងដំណឹងថាពូទូបានស្លាប់ហើយខាងគ្រួសារគាត់ក៏បានយកសពពូទូយកទៅធ្វើបុណ្យតាមប្រពៃណីសម្រាប់ទូកដែលពូទូយកទៅជិះនោះដោយសារតែគាត់មិនបានខ្ចីម្ចាស់ទេអញ្ចឹងហើយពេលដែលគាត់ស្លាប់ហើយនឹងម្ចាស់ទូកអត់ព្រមយកទូកនោះទៅវិញទេគឺគេខ្លាចស៊យឬមួយក៏មានបញ្ហាតលតែទិញទូកថ្មីឲ្យគេបានគេព្រមឬម្ចាស់ទូកគេនិយាយដូច្នេះហើយខាងគ្រួសារពូទូក៏បានយល់ព្រមសងជាប្រាក់ឲ្យម្ចាស់ទូកយកទៅទិញទូកថ្មីហើយសម្រាប់ទូកនោះគ្រួសារពូទូក៏បានយកទៅចងទុកនៅកន្លែងដើមឈើមួយកន្លែងលុះដល់ថ្ងៃមួយក៏មានពូ2នាក់ដែលគាត់2នាក់នោះជាជើងដើរឆក់ត្រីប្រចាំភូមិអ្នកទាំងពីរម្នាក់ឈ្មោះថាពូជាម្នាក់ថាពូរ៉ាហើយទាំងពីរអ្នកពូនេះពួកគាត់គឺទម្លាប់អាក្រក់ដោយពួកគាត់ដើររកត្រីប៉ុន្តែអត់មានទូកខ្លួនឯងនោះទេដើរយប់ឡើងនោះនៅពេលដែលឃើញទូកគេចងចោលនោះគឺយកទូកគេជិះហើយប៉ុន្តែគាត់មិនលួចនោះទេគឺគាត់គ្រាន់តែខ្ចីប្រាសិនតែប៉ុណ្ណោះបន្ទាប់មកគឺគាត់យកទូកនៅកន្លែងដើមវិញហើយគ្រាន់តែថាខ្ចីហ្នឹងគឺមិនប្រាប់ឲ្យម្ចាស់ដឹងនោះទេពួកគាត់2នាក់ក៏បានត្រៀមសម្ភារៈរួចរាល់ដើរទៅក៏ឃើញទូកពូទូដែលចងទុកចោលនោះដូចជាទំនងពួកគាត់ក៏សម្រេចចិត្តយកទូកនោះទៅនៅពេលនោះដែរនៅពេលដែលដល់កន្លែងឆក់នោះគឺឆក់ត្រីបានច្រើនដោយមានម្នាក់ចាំឆក់និងម្នាក់ទៀតចាំរើសត្រីនិយាយរួម
គឺពួកគាត់សប្បាយនឹងការឆក់ត្រីនោះមែនទែនហើយពេលឆក់នៅទីនោះគឺឆក់រហូតដល់មេឃជិតភ្លឺដល់ពេលទៅឃើញបានត្រីច្រើនគួរសមដែរពួកគាត់ក៏បានត្រឡប់ទៅព្រះវិញពេលអ៊ំទុកចេញមកគឺពួកគាត់សប្បាយណាស់ដោយបានត្រីយ៉ាងច្រើនហើយពួកគាត់ទាំងពីរនាក់នោះក៏បាននិយាយគ្នាថាចាំលក់ត្រីបានលុយច្រើនចាំទិញស្រាផឹកឲ្យសប្បាយឯណាម្ដងហើយពេលនោះដែរស្រាប់តែសប្បាយនឹងអនឹងបានត្រីច្រើននោះពេលដែលមកដល់ច្រើនភ្លាមស្រាប់តែត្រីដែលពួកគាត់ឆក់បាននោះក៏ប្រែទៅជាអង្គត់ឈើមេឈើមកទៅវិញត្រីក៏មានខ្លះដែរប៉ុន្តែបានតិចតួចបំផុតនៅពេលដែលឃើញហើយពួកគាត់បានគិតសង្ស័យតិចយំវិញខ្មោចលងទៅហើយដោយសារតែខឹងពូជាក៏បាននិយាយចោលថាហេលេងប៉ាណាមកលេងប៉ាអញនៅពេលដែលអញជួបអញនឹងឆក់ហែងឲ្យស្លាប់តែម្ដងនិយាយរួចហើយពួកគាត់ក៏រើសឈើនោះចេញពីទូកហើយពួកគាត់ក៏បានចងទូកឲ្យម្ចាស់ដើមវិញហើយតាមពិតទៅដំបូងឡើយពួកគាត់មិនដឹងថាទូកដែលគាត់បានជិះពីយប់មិញនោះគឺជាទូករបស់ពូទូនោះទេនៅពេលដែលមកដល់ភូមិសួរគេសួរឯងទើបគាត់ដឹងថាទូកដែលគាត់ជិះយប់មិញនោះគឺជាទូករបស់ពូទូដែលបានស្លាប់អញ្ចឹងហើយបានជាពួកគាត់បានជួបរឿងបែបនេះនៅពេលដែលបានដឹងរឿងហើយពួកគាត់មិនខ្លាចនោះទេដោយពួកគាត់គុំថានៅយប់ហ្នឹងគាត់នឹងទៅម្ដងទៀតហើយយកទូកនោះជិះទៀតចាំមើលតើវាហ៊ានធ្វើអ្វីទៀតអត់អញ្ចឹងនៅក្នុងយប់ហ្នឹងគឺជាម៉ោងដែលត្រូវចេញដំណើរពួកគាត់បានរៀបចំសម្ភារៈហើយក៏បាននាំគ្នាដើរទៅទូកនោះពេលទៅដល់ពួកគាត់ក៏បាននាំគ្នាជិះទៅឆក់ត្រីធម្មតាហើយថ្ងៃនោះដែរគឺគាត់បានទៅឆក់នៅកន្លែងទឹករាក់នោះទេទឹកនោះគឺប្រហែលជាលើក្បាលជង្គង់បន្តិចដោយពូជាគាត់គឺជាអ្នកឆក់ហើយពូរ៉ាគាត់ជាអ្នកចូលចាប់ពេលនោះពូជានិងពូរ៉ាគឺគាត់ឆក់បានត្រីច្រើនមែនទែនហើយលើកនេះគឺពួកគាត់ប្រយ័ត្នណាស់ដល់ពេលដែលកំពុងតែឆក់នឹងចាប់នោះគឺពួកគាត់ពិនិត្យឲ្យច្បាស់ព្រោះតែខ្លាចគល់ឈើដូចថ្ងៃមុនទៀតពេលពិនិត្យរួចហើយពួកគាត់គិតតែពីអ៊ំទុកទៅមុខទៅហើយពូរ៉ាគឺគិតតែពីដើរឬត្រីតាមក្រោយដើរទៅមុខបានបន្តិចស្រាប់តែពូរ៉ាដែលកំពុងដើរឬត្រីនោះគាត់បានមើលទៅផ្នែកខាងចុងទូកគាត់ក៏បានឃើញអីម្យ៉ាងស្ទង់ដូចជាកំពុងអង្គុយលើក្បាលទូកនៅពេលដែលអ៊ំទូកនោះពូជានៅអ៊ំទូកនៅចុងខាងក្រោយនោះទេដល់ពេលឃើញដូច្នេះហើយពូរ៉ាគាត់ក៏បានសួរពូជាថាអាជាឯងបានឃើញអ្វីនៅលើចុងទូកនោះទេឬពូរ៉ានិយាយដែរនេះពូជាក៏បានងាកទៅមើលប៉ុន្តែពេលដែលងាកទៅគឺគាត់មិនបានឃើញអ្វីនោះទេនៅពេលដែលអត់ឃើញអីអញ្ចឹងគាត់ក៏បាននិយាយថាឯងចេះតែនិយាយហើយគឺអត់មានអ្វីនោះទេលឺអញ្ចឹងពូរ៉ាគាត់ប្រហែលជាព្រើភ្នែកហើយមើលទៅនិយាយគ្នាប៉ុណ្ណឹងហើយពួកគាត់ក៏បានអុំទូកទៅមុខបន្តតែដោយសារតែនៅខាងមុខចូលដល់កន្លែងទឹកជ្រៅដែរហើយពូរ៉ាគាត់ក៏បានឡើងជិះដូចដែរចាំផុតកន្លែងទឹកជ្រៅចាំគាត់ចាប់ផ្ដើមឆក់បន្តអញ្ចឹងនៅពេលដែលគណៈអ៊ំទូកទៅកន្លែងទឹករាក់វិញអ៊ំបានពាក់កណ្ដាលផ្លូវស្រាប់តែពេលនោះគឺពួកគាត់បានមើលទៅមុខទៅឃើញចម្ងាយប្រហែលជា5ម៉ែត្រពីពួកគាត់ក៏បានឃើញស្រមោលមនុស្សម្នាក់ដែលកំពុងតែឈរនៅក្នុងទឹកហើយលើកនេះគឺឃើញតែពីរនាក់តែម្ដងឃើញអញ្ចឹងអ្នកទាំងអស់គ្នានោះគឺដឹងហើយថាគេនោះគឺមិនមែនជាមនុស្សនោះទេពូជាក៏បាននិយាយថាមករកស្អីហែងប្រចាំអញឆក់ឲ្យស្លាប់មកម្ដងទៀតអញ្ចឹងហើយខ្មោចនោះក៏បានអង្កលមករកពួកគាត់បន្តិចម្ដងដល់ពេលខ្មោចនោះមកដល់កាន់តាគៀទើបពួកគាត់ដឹងថានោះគឺជាខ្មោចពូទូឃើញដូច្នេះហើយពូជាក៏បានស្រែកម្ដងទៀតថាឯងដែលហ៊ានមកទៀតគឺយើងនឹងឆក់ឯងឲ្យស្លាប់មកម្ដងទៀតជាមិនខានហើយខ្មោចពូទូនោះគឺគាត់មានខ្លាចអ្វីគាត់បានអង្កលម្ដងតិចម្ដងតិចមករកក្បាលទូកមកដល់ហើយខ្មោចពូទូក៏បានឡើងទូកតែម្ដងឃើញដូច្នេះពូជាបាននិយាយម្ដងទៀតហើយកុំឡើងតែឯងឡើងយើងនឹងឆក់ខ្មោចនោះក៏នៅតែឡើងមកហើយវាឡើងមកអង្គុយលើក្បាលទូកពេលនោះពូជាក៏បានយកប្រដាប់ឆក់ត្រីទៅឆក់ខ្មោចពូទូវានៅតែប្រកែកត្រល់ដូចមនុស្សឆក់ខ្សែភ្លើងអញ្ចឹងតែអ្នកទាំងអស់គ្នាហើយពេលដែលឆក់បានបន្តិចក្រោយមកស្រាប់តែក្បាលរបស់ខ្មោចពូទូនោះក៏បានធ្លាក់ទៅលើស្មាធ្លាក់ចូលទៅក្នុងទឹកតែម្ដងគ្រាន់តែឃើញអញ្ចឹងភ្លាមពេលនោះពូជាពូរ៉ាក៏បានហក់ពីលើទូករត់ឡើងមកលើគោកវិញដំបូងពួកគេគិតថាមិនខ្លាចនោះទេប៉ុន្តែនៅពេលដែលឃើញខ្មោចនោះទម្លាក់កហើយគឺពួកគាត់បានរត់ឡើងមកលើគោក
ហើយក៏បានដើរមកជួបអ្នកដាក់បកាយម្នាក់នៅតាមផ្លូវឃើញពួកគាត់រត់ឆ្លេឆ្លាអញ្ចឹងអ្នកដាក់បកាយនោះក៏បានសួរលឿនអញ្ចឹងពូជាក៏បានប្រាប់ថាខ្មោចពូទូនោះឡងគ្រាន់តែលឿនអញ្ចឹងភ្លាមទាំងពូជាទាំងបូរ៉ានិងអ្នកដាក់បកាយក៏នាំគ្នារត់ត្រឡប់មកផ្ទះវិញដូច្នេះហើយនៅពេលរឿងនេះបានកើតឡើងហើយពូជានិងបូរ៉ាគឺគាត់ខ្លាចខ្មោចឡើងដេកឈឺនៅផ្ទះហើយឡើងជ្រុះសក់គាត់ឈឺអស់រយៈពេលយ៉ាងយូរបានគាត់បានជាសះស្បើយវិញហើយនេះជារឿងបុរាណនិងពូជាដែលគាត់បានជួបបន្ទាប់ពីរឿងនេះបានកើតឡើងមិនទាន់បានរយៈពេលប៉ុន្មានផងមួយសប្តាហ៍ក្រោយមកក៏មានអ្នកភូមិម្នាក់ទៀតត្រូវបានខ្មោចពូទូលងដូចគ្នាដោយការនោះមានអ្នកភូមិម្នាក់ទៀតគឺឈ្មោះពូទិតគឺគាត់បានអុំទូកទៅទម្លាក់សន្ទូចនៅឆ្ងាយពីភូមិនៅពេលយប់គឺគាត់បានទៅដាក់សន្ទូចនៅពេលនោះដែរគឺគាត់បានអុំទូកចេញទៅប្រហែលជាម៉ោង10យប់អុំរហូតទៅដល់កន្លែងមួយគឺចំកន្លែងដែលពូទូស្លាប់តែម្ដងតែពេលនោះគឺគាត់អត់ដឹងថាពូទូស្លាប់នៅទីនោះទេនៅពេលដែលអុំដល់កន្លែងនោះហើយពូទិតគឺគាត់បានចងទូកនៅនគរឈើធំមួយហើយពួកគាត់ក៏បានដាក់សន្ទូចទៅក្នុងទឹកដើម្បីស្ទូចត្រីនៅពេលដែលដាក់មួយសន្ទូចធំមើលទៅដូចជាមិនមានត្រីស៊ីសន្ទូចសោះដោយចាំយូរពេកមិនឃើញត្រីស៊ីដូច្នេះពូទិតក៏បានដំណើរខ្លួនដេកបន្តិចទៅមុនដំបូងគិតថាដេកលេងនោះទេដល់ពេលដេកយូរទៅគឺលក់មែនតើហើយឃើញលក់មួយវឹកនោះគឺគាត់ភ្ញាក់ដឹងខ្លួនឡើងគឺគាត់ឃើញខ្លួនឯងកំពុងតែអណ្ដែតចេញពីកន្លែងស្ទូចល្មិញបាត់ទៅហើយទាំងដែលជាក់ស្ដែងនោះគឺគាត់ចងទូកនគរឈើនេះគឺច្បាស់លាស់ណាស់មិនគួរណារបូតដូច្នេះសោះពេលឃើញដូច្នេះហើយគាត់ក៏បានអុំទូកមកកន្លែងស្ទូចគាត់វិញដល់ពេលដែលអុំមកដល់កន្លែងរបស់គាត់វិញទើបគាត់ដឹងថាតាមពិតមកពីមុនហ្នឹងគឺគាត់ចងទូកនៅក្បែរកន្លែងដែលពូទូហ្នឹងគឺគាត់ស្លាប់ឬមកក៏ខ្មោចពូទូជាអ្នកស្រាយពីនោះដែរគាត់គ្រាន់តែគិតទេហើយគាត់ក៏បានអុំទូកចេញពីកន្លែងនោះទៅរហូតដល់ព្រឹកឡើងគាត់នៅតែឆ្ងល់ហេតុអ្វីបានជាមានបញ្ហាយ៉ាងនេះដើម្បីឲ្យកាន់តែច្បាស់យប់ហ្នឹងគឺគាត់នឹងទៅកន្លែងហ្នឹងម្ដងទៀតចាំមើលថាតើខ្មោចពូទូនោះគឺគាត់ជាអ្នកស្រាយមែនឬយ៉ាងណាកាត់មកដល់ពេលយប់ឡើងពូទិតក៏គាត់បានមកដល់កន្លែងហ្នឹងម្ដងទៀតធ្វើដូចម្សិលមិញអញ្ចឹងហើយគាត់បានបញ្ចងខ្សែទូកដូចម្សិលមិញហើយគាត់ក៏ដាក់សន្ទូចចូលទៅក្នុងទឹករួចគាត់ក៏តម្រេកដេកម្ដងទៀតប៉ុន្តែលើកនេះគាត់មិនបានឃើញមែនទេនោះទេគឺគាត់គ្រាន់តែបិទភ្នែកធ្វើបន្លំដេកតែប៉ុណ្ណោះដើម្បីចាំលួចមើលប្រហែលជា10នាទីក្រោយមកគាត់ដូចជាឮសំឡេងដូចជាមានអ្វីមួយយ៉ាងងើបចេញពីក្នុងទឹកឮដូច្នេះគាត់ក៏បានបើកភ្នែកមើលទៅចុងទូកពេលដែលគាត់មើលទៅអ្នកទាំងអស់គ្នាគឺគាត់បានឃើញខ្មោចពូទូខ្លួនដោះអាវភ្នែកលៀនថ្លាដែលគួរឲ្យខ្លាចហើយដៃរបស់ខ្មោចនោះគឺកំពុងតែស្រែកខ្សែទូករបស់ពូទិតដែលគាត់បានចងមុននេះឃើញដូច្នេះហើយពូទិតគាត់អត់ហ៊ានកម្រើកខ្លួនសូម្បីតែបន្តិចហើយបានបន្តិចក្រោយមកស្រាប់តែគាត់មានអារម្មណ៍ថាដូចជាមានដៃសើមមកប៉ះមកគាត់ពេលនោះគាត់ខ្លាចឡើងលិចនោមប៉ុន្តែគាត់មិនហ៊ានបើកភ្នែកនោះទេរហូតមកដល់បានប្រហែលជា10នាទីក្រោយមកទូកក៏បានអណ្ដែតចេញឆ្ងាយពីកន្លែងនោះទើបពូទិតគាត់បានបើកភ្នែកវិញហើយប្រញាប់អុំទូកទៅភូមិវិញយ៉ាងលឿនពេលទៅដល់ផ្ទះវិញពូទិតគឺគាត់បានឈឺឡើងជ្រុះសក់ដោយបូរ៉ានិងពូជាអញ្ចឹងក្រោយពីខ្មោចពូទូដើរឡងគេពេកទើបគ្រួសាររបស់ពូទូបានអញ្ជើញថាអាចារ្យធ្វើបន់ហៅព្រលឹងគាត់ពីកន្លែងស្លាប់នោះមកវិញហើយចាប់ពីពេលដែលធ្វើពិធីនោះហើយរឿងខ្មោចពូទូក៏បានស្ងាត់រហូតមកដល់សប្តាហ៍ថ្ងៃទៅនេះគឺជារឿងខ្មោចទឹកនៅក្នុងភូមិ